Và ngày nay sau chuẩn bị xưa là bảo ôn đã chỉ nhận sang chia đóในក្នុងស្រុកខ្មែរហើយក្នុងបណ្ដាញពិសេសក្នុងបណ្ដាញ Facebook យើងបានឃើញវីដេអូឃ្លីបរបស់កូនលោកហ៊ុនសែនបាននិយាយនៅក្នុងការជួបជុំមួយកាលពីថ្ងៃណាទៅមកប្រទេសកូរ៉េខ្ញុំមិនបានចាំទេព្រោះខ្ញុំរវល់ធ្វើការហើយបាននិយាយថាតាំងពីឆ្នាំ1996មកហើយដែលកម្ពុជាបានមានទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូងមានទំនាក់ទំនងជាមួយកូរ៉េខាងត្បូងតាំងពីឆ្នាំ1996ហើយលើថាជាមិត្តភ័ក្តិហើយចំណុចសំខាន់ហ្នឹងគឺជាមិត្តភ័ក្តិរបស់កូរ៉េខាងត្បូងហ្នឹងរយៈពេលជាង20ឆ្នាំទៀតហើយរាល់ថ្ងៃហ្នឹងប្រទេសគេអភិវឌ្ឍដល់ណាហើយមានឃើញឥឡូវបានមកដល់កូរ៉េហើយចេះនៅរខំនិយាយលើកដៃលើកជើងនៅក្រុមបកពួកនិយមប្រមាណតែគ្រួសារខ្លួនឯងហ្នឹងល្អដឹកនាំល្អហើយនិយាយសិតតែផ្សារភ្ជាប់សិតខំធ្វើការទំនាក់ទំនងជាមួយកូរ៉េខាងត្បូងខំពុះពៀវេទនាដល់តម្រាំបានឲ្យជួយឲ្យពលករកូរ៉េបានពលករខ្មែរបានមកធ្វើការនៅកូរ៉េសិតខំពុះពៀសម្ដេចខំពុះពៀមែនតើមិត្តភ័ក្តិរបស់កូរ៉េដល់20ឆ្នាំជាងដែរគេអភិវឌ្ឍដល់ណាដល់ណីគេមានទេភ្លើងបើកលើអាកាសអត់មានមនុស្សបើកទេភ្លើងបើកក្នុងដីអត់មានអ្នកបើកគេមានសពបែបយ៉ាងទាំងអស់ប្រជាជនគេមួយថ្ងៃមួយខែគេរកបានរាប់ពាន់ដុល្លារមិនមែនរាប់រយរាប់ពាន់លុយខ្មែរទេហើយស្រុកខ្មែរគ្នារកទៅធ្វើទៅស្រែធ្វើទៅស្រូវមាននឹងទីផ្សារលក់ឲ្យគាត់ផងហើយចេះតែហាចេះតែលើកចេះតែនៅតែបង្កើនតែគ្រួសារបកពួកនិយមខ្លួនឯងហ្នឹងហើយមួយទៀតនិយាយថាអីពលករដែលទៅធ្វើបដកម្មបានតែ150នាក់ហើយអ្នកខ្លះចេះពលឺថា500នាក់មិនបាន150ក៏ដោយបានតែ5នាក់ក៏គឺមានចិត្តជាអ្នកស្នេហាជាតិខ្មែរដែរមិនដូចលោកហ៊ុនម៉ាណែតឲ្យបានទៅរៀនដល់អាមេរិករៀនដល់សិតតែស្អីសញ្ញាបត្រស្អីលងប៉ុណ្ណាមិនគួរនៅតែនិយាយនៅតែប្រើខួរក្បាលដដែលអញ្ចឹងបានស្រុកនៅស្រុកទេអត់មានការរីកចម្រើនសោះអត់ចេះមើលគេហើយឪខ្លួនឯងដឹកនាំសិតតែ25ឆ្នាំជាងដោយប្រទេសកូរ៉េដែរហើយមកដល់កូរ៉េហើយអត់មានមើលបាក់ភ្នែកមើលគេទៀតចេះតែនិយាយលើកជើងលើកដៃតែគ្នាឯងហ្នឹងអភិវឌ្ឍបានតែក្រុមគ្រួសារខ្លួនឯងហ្នឹងរះនៅរូពេញស្រុកពេញនគរអត់មានបើកភ្នែកមើលទេដើរផននយោបាយដីរះអត់មានគិតទេអត់មាននេះកម្មកររោងចក្រគ្នាធ្វើការចង់ងាប់ប្រាក់ខែមិនបានដល់$100ផងចេះតែល្អណាស់ហើយមួយទៀតនិយាយអំពីអីលោកមេសវណ្ណរាសុទ្ធតែនិយាយថាអីយោគយល់ខ្លាំងណាស់ស្អីគ្មានការយោគយល់ទេសម្រាប់ការដឹកនាំរបស់ឲ្យលោកហ៊ុនម៉ាណែតឯងនោះអ្នកណាដែលស្នេហាជាតិអ្នកណាដែលបះបោអ្នកណាដែលទាមទារសិទ្ធិចាប់វាដាក់គុកឬក៏បើអាចបាញ់សម្រាប់ចោលបាញ់ដល់ថ្ងៃនោះអត់មានដឹងខ្លួនទៀតដឹកនាំធ្វើឲ្យតែរះខ្លួនឯងវេទនាសំបីតែលោកសង្ឃលោកឯងហ៊ានវាយហ៊ានដំហ៊ានចាប់ប្រសឹកលោកសង្ឃហ៊ានវាយលោកសង្ឃហ៊ានចាប់លោកសង្ឃដាក់គុកទៀតដល់ថ្ងៃនោះលោកឯងកាន់សាសនាអីខ្ញុំសួរមកដល់កូរ៉េប៉ុណ្ណឹងហើយសំតែចេះបើកភ្នែកមើលគេថាប្រទេសគេវាប៉ុណ្ណាអភិវឌ្ឍដល់ណាដែលជាមិត្តភ័ក្តិហើយប្រទេសកូរ៉េគេក្រោកពីអាណានិគមជប៉ុនរាប់រយឆ្នាំរាប់សិបឆ្នាំគេវេទនាជាងខ្មែរទៅទៀតឥឡូវគេរីកចម្រើនដល់ណាគួរតែបើកភ្នែកបើកខួរមើលផងលោកឯងទៅរៀនទៅដល់សិទ្ធិអាមេរិកដល់ស្អីបារាំងកាណាដាណៃសពគ្រប់គួរណាតែធ្វើជាអ្នកដឹកនាំល្អសម្រាប់ខ្មែរមិនអញ្ចឹងទេនៅតែនិយាយប្រើភាសាដដែលហើយអ្នកខ្លះនិយាយអីដឹកនាំទូទៅរៀនស្ទះផ្លូវនិយាយអំពីកម្មកររោងចក្រវិញលោកឯងហ៊ានតែរិះគន់ថាកម្មកររោងចក្រថ្ងៃធ្វើតែបដកម្មស្ទះផ្លូវមានអ្នកខ្លះល្អូថាដឹកកូនទៅពេទ្យទៅរៀនអត់កើតគាត់ល្អូគាត់មិនមែនល្អូខឹងដោយសារតែកម្មកររោងចក្រទៅបិទផ្លូវបាត់អីដោយសារតែការដឹកនាំរបស់អស់លោកហ្នឹងគឺវាស្រួលពេកប្រាក់ខែគ្នាអត់បាន100ផងទៅសួរថាសិនតែខ្លួនឯងវិញចាយក្រអត់លោកហ៊ុនម៉ាណែតហ្នឹងលោកឈ្មោះអីទេខ្ញុំមិនស្គាល់ចាញ់ឈ្មោះតែនិយាយក្នុងពិធីហូបអាហារសួរថាកម្មកររោងចក្រស្រុកខ្មែរហ្នឹងគឺគាត់អាចចាយក្រនេះប្រាក់ខែប៉ុណ្ណឹងដែលលោកដែលឪរបស់លោកឯងដឹកនាំប្រទេសហើយប្រាក់ខែគ្នាមិនបានដល់$100ផងក្នុងមួយខែសួរបើសិនជាគ្រប់គ្រួសារលោកឯងវិញអាចចាយក្រនេះហើយមួយទៀតនិយាយអំពីស្រុកខ្មែរគ្មានច្បាប់ទម្លាប់
ហើយនិយាយថាសុទ្ធតែអនុវត្តរឿងច្បាប់ហ្នឹងសម្រាប់តែការអនុវត្តទៅលោកឯងទេបង្កើតច្បាប់ក៏ខ្លួនឯងឥឡូវចង់បង្កើតច្បាប់40ទៅ50ច្បាប់ទៀតដើម្បីចាប់លោកប្រសិទ្ធឲ្យបានច្រើនចាប់លោកដាក់គុកឲ្យបានច្រើនវាយលោកឲ្យបានច្រើនចាប់រាជខ្លួនឯងដាក់គុកឲ្យបានច្រើនដើរផន់យកដីរាជឲ្យបានច្រើនមែនអត់នៅស្រុកគេមិនមែនបង្កើតច្បាប់ដូចនៅស្រុកខ្មែរទេលោកឯងរៀនចេះដឹងប៉ុណ្ណឹងដែរហើយគួរក្បាលលោកឯងអីក៏និយាយចេញមកសិតតែម៉ាក់ហ្នឹងស្រុកខ្មែរអត់តែមានអ្នកដឹកនាំនៅតែអញ្ចឹងតាំងពីឲ្យដល់កូនហើយនៅតែប្រាសម្ដីអញ្ចឹងមិនន័យថារាជខ្មែរនៅតែវេទនាអញ្ចឹងបើតែខ្ញុំសូមស្ដាំទៅលោកសង្ឃគឺជាសសរគ្រឹះសម្រាប់ប្រជាជនខ្មែរបើសិនជាលោកសង្ឃអត់ចូលសហការជាមួយប្រជាជនទេអនាគតទៅលោកសង្ឃក៏គ្មានវត្តដែរវត្តដែលបានកើតមកពីពេញស្រុកខ្មែរក៏មិនមែនកើតមកដោយអ្នកធំដែរកើតមកដោយកម្លាំងញើសឈាមរបស់រាជហើយលោកសង្ឃបើអត់រាជក៏មិនអាចធ្វើលោកសង្ឃបានដែរហើយរាជគឺជាសរសៃឈាមដែលសំខាន់បំផុតសម្រាប់ប្រទេសជាតិដឹកនាំធ្វើបាបទៅរាជធ្វើបាបទៅសាសនាខ្លួនឯងដឹកនាំនឹងដឹកនាំរបៀបម៉េចឲ្យដឹកនាំដើម្បីអ្នកណាហើយនៅមានទៀតអនុវត្តស្អីនិយាយសុទ្ធតែនិយាយសំឡេងសច្ចធម៌យុទ្ធធម៌សច្ចធម៌យុទ្ធធម៌សម្រាប់តែក្រុមលោកឯងហ្នឹងធ្វើមេដឹកនាំគេធ្វើឲ្យល្អធ្វើឲ្យរាជស្រឡាញ់ធ្វើឲ្យធ្វើឲ្យល្អយុទ្ធធម៌សច្ចធម៌មានសម្រាប់តែលោកឯងទេដូចតុលាការអញ្ចឹងលោកឯងក្តោបក្តាប់តុលាការណែនឈឹងបើសិនជារាជសំបីតអ្នកទុនខ្សោយនៅស្រុកខ្មែរមានរឿងអីសួរតែដៃឈ្នះលោកឯងអត់ដៃឈ្នះទេតុលាការចេញដីកាខ្យល់តុលាការចេញដីកាចាប់ដើម្បីធ្វើបាបតារាឯងធ្វើបាបតារាឯងធ្វើបាបមិនចេះអស់មិនចេះហើយសិទ្ធិសច្ចធម៌សង្គមសច្ចធម៌យុទ្ធធម៌ហើយមួយទៀតលោកឯងនិយាយក្នុងពេកក្នុងពេលផឹកស៊ីហ្នឹងខ្លាចគេរិះគន់សាសនានៅស្រុកខ្មែរពិសេសដោយលោកសង្ឃដូចរាជខ្មែរអីគ្មាននរណារិះគន់ទេនៅពេលដែលលោកឯងផឹកស៊ីសប្បាយហ្នឹងគ្មាននរណារិះគន់ទេលោកឯងចង់ផឹកស៊ីប្រមាណ100 ដង 1000 ដបក្នុងពេលតែមួយក៏មិននរណារិះគន់ដែរលោកឯងចូលទៅច្រៀងការ៉ាអូខេមកយប់700 ដងក៏គ្មាននរណារិះគន់ដែរគេមិនគិតទេរឿងការស៊ីផឹកការ៉ាអូខេណាសំខាន់ឲ្យដឹកនាំប្រទេសឲ្យបានល្អចេះស្រឡាញ់សាសនាចេះស្រឡាញ់រាជប៉ុន្តែការដឹកនាំលោកឯងអត់បានស្រឡាញ់រាជអត់បានគិតដល់លោកសង្ឃទេប្រហែលលោកសង្ឃអ្នកបុណ្យអ្នកសន្សំបុណ្យអ្នកសន្សំធម៌ល្អលោកឯងហ៊ានវាយហ៊ានយកប៉ូលីសទៅចាប់លោកសង្ឃវាយលោកសង្ឃលោកឯងដឹកនាំនឹងមិនដឹងជាដឹកនាំរបៀបម៉េចទេខ្ញុំក៏មិនដឹងដែរហើយក្នុងការដែលជាប់ជានាយករដ្ឋមន្ត្រីគ្មានរាជណាបោះឆ្នោតឲ្យជាប់ទេប៉ុន្តែនៅតែមុខក្រាស់ទៅធ្វើនាយករដ្ឋមន្ត្រីទៀតក្រោយមកលើកកែវជោគជ័យវាមិនប្រហែលជាមិនអាចជោគជ័យទេលោកកែវលើកកែវជោគជ័យទេបើសិនជាលោកឲ្យនៅតែធ្វើបាបរាជធ្វើបាបលោកសង្ឃមិនគិតពីជាតិសាសន៍ខ្លួនឯងមិនគិតពីរាជខ្លួនឯងគ្មានថ្ងៃជោគជ័យទេហើយក៏មិនយូរដែរលោកឯងគុំសង្ឃឹមថាអស់ពីនាយករដ្ឋមន្ត្រីសពថ្ងៃទៅលោកឯងបានអាចធ្វើនាយករដ្ឋមន្ត្រីបានពីចំនួនទៀតនោះគុំសង្ឃឹមរាជខ្មែរវេទនាប៉ុណ្ណេះហើយនោះបានរាជខ្មែរទេដែលមានមានអ្នកណាទៅគ្រប់គ្រងទេប្រហែលជាអ្នកទៅគ្រប់គ្រងហ្នឹងគេគិតពីផលប្រយោជន៍ឧទាហរណ៍ទៅបានតប៉ាសពតដល់អីទេប្រហែលអញ្ចឹងហើយមកសុករេងគេដែរអត់ចេះបើកមើលអត់ចេះបើកភ្នែកមើលគេដល់គេអភិវឌ្ឍប្រទេសគេវាមិននៅតែនិយាយពាក្យដែលអភិវឌ្ឍអីអភិវឌ្ឍដល់ក្រុមគ្រួសារបពួកនិយមខ្លួនឯងបើសិនជាលោកនៅតែមិនគិតទៀតលោកក៏គ្មានវាសនាល្អដោយប្រជាជនចឹងដែរហើយច្បាប់ដែលលោកនៅកំពុងតែព្រៀងដាក់ឲ្យសភាអនុវត្ត40ទៅ50មាត្រាដើម្បីពង្រឹងតែក្រុមបកពួកលោកឯងចាប់រាជចាប់លោកសង្ឃដាក់គុកទៀតនោះចេញទៅគ្មាននរណាហាមឃាត់លោកឯងបានទេហើយតុលាការក៏អញ្ចឹងដែរលោកឯងដេកចាំតែបញ្ជាទៅមិនចាំមានច្បាប់លោកឯងធ្វើបានដែរសម្រាប់រឿងខ្មែរដេកចាំតែវេទនាប៉ុន្តែលោកឯងចាំមើលទៅប្រហែលជាមិនយូរហើយក៏វាមិនឆាប់ហើយក៏វាមិនយូរណាស់ណាដែរមនុស្សអាក្រក់មិនដែលរស់បានយូរទេបើសិនជាគេអាចដើរធ្វើបាបគេអញ្ចឹងបានគ្រប់គ្នាគ្មាននរណាគេរស់ស៊ីទេអញ្ចឹងបានន័យថាសម្ដីដែលខ្ញុំនិយាយខ្ញុំអត់បានទៅខឹងបងប្អូនណាទេសូមឲ្យបងប្អូនដែលជាអ្នកស្នេហាជាតិ
សូមជួយគិតទាំងអស់គ្នាពិសេសលោកសង្ឃមិនអាចដោះដៃចោលប្រជាជនបានទេហើយប្រជាជនចឹងដែរនៅពេលណាដែលមានការរឹបអូសយកដីធ្លីសូមមេត្តាគម្រត់ចោលកន្លែងសូមកុំមេត្តាកុំចោះចេញពីកន្លែងដែលខ្លួនរស់នៅបើសិនជាខ្លួនចោះចេញពីកន្លែងដែលខ្លួនរស់នៅខ្លួនឯងមានតែសេចក្តីស្លាប់សេចក្តីវេទនាប៉ុណ្ណោះសុខចិត្តស្លាប់នៅលើដីរបស់យើងបើសិនជាគ្មានសំណងឲ្យយើងគ្រប់គ្រាន់ខ្ញុំអត់មានអីទេមានតែប៉ុណ្្នឹងហើយខ្ញុំក៏មិនមែនជាអ្នកចង់ល្បីអ្នកចង់បំបែករបស់ប្រជាជនដែរសូមឲ្យបងប្អូនគិតទាំងអស់គ្នាសូមអរគុណហើយសូមឲ្យបងប្អូនក្នុងបណ្ដាញ Facebook បើថានៅឆ្នាំ2015នេះប្រទេសកម្ពុជាយើងមានលុយសម្រាប់ប្រទេសយើងនឹងមានលុយដែលរកបាននឹងគឺ2917លានដុល្លារនៅច្បាស់ហ្នឹងនេះបើថាដូចគ្រួសារមួយឆ្នាំមានប៉ុណ្ណឹងឥឡូវគ្រួសារយើងប្រទេសយើងហ្នឹងគឺមានលុយប៉ុណ្ណឹងហើយអ្នកណាជាអ្នកចាត់ចែងគ្រប់គ្រងលុយប៉ុណ្ណឹងហ្នឹងគឺនាយករដ្ឋមន្ត្រីណាអញ្ចឹងឲ្យយកចាប់ពេលដែលឆ្ងល់សួរណាព្រោះមានអតិថិជនខ្លះត្រូវតែឲ្យដឹងឲ្យយើងដឹងហើយនៅក្នុងថវិកាជាតិគឺលុយមិនមែនប៉ុណ្ណឹងទេពី3700ប៉ុន្តែគាត់និយាយមិនថាចំណូលតិចឃើញអាចចំណាយនឹងវាដល់ទៅ3725លានអញ្ចឹងមិនថាចាក់អសល់ប្រមាណ100លានទៀតទៅបានពីណាដើម្បីបំពេញនៅលើអាចចំណាយព្រោះវាចំណាយធំជាអាចចំណូលដែលរកបានអញ្ចឹងអាចចំណាយដែលមានលឿនទៅមកពីណាអានេះគាត់ដឹងអានេះមានអីខ្ចីពលហ่ะយ៉ាងហើយគាត់យើងនេះយើងដឹងថាតើបើសិនជាយើងគ្រប់គ្រងចំណូលបានតើចំណូលស្រុកយើងប៉ុណ្ណឹងឬកើនលឿនទៅណែអានេះតែត្រូវអូនជួយបងប្អូនដឹងទេតើចំណូលយើងអស់ហើយប៉ុណ្ណឹងអស់ថាអាចរកបានលឿនទេអានេះខ្ញុំទៅអាចសួរគាត់ថាទៀតឲ្យយើងដឹងព្រោះសំខាន់ណាព្រោះខ្ញុំបានខោFacebook ចាស់របស់ខ្ញុំតែគេប្លុកខ្ញុំអាចប្រើបានដើមវិញដែរអញ្ចឹងដល់បងប្អូនថាខ្ញុំអាចប្រើខោ Facebook ចាស់វិញបានហើយអរគុណបងប្អូននៅថៃផងដែលគាត់ខំប្រកាន់កម្មណាចនឹងរកបានភាសាអីថ្មីចាស់ចាស់របស់ខ្ញុំមិនបានហើយក៏អរគុណដល់អ្នកដែលប្លុក Facebook របស់ខ្ញុំផងដែរអរគុណច្រើនហើយជាបទពិសោធន៍របស់ខ្ញុំមួយគាត់បើសិនជាខ្ញុំអត់ចូលចិត្តតែបើសិនជាគម្រាមខ្ញុំដើរទៅហើយការគម្រាមរបស់អ្នកធ្វើឲ្យខ្ញុំបាច់អញ្ចឹងខ្ញុំអរគុណក៏ដូចជាអ្នកដែលជាខ្ញុំនៅក្នុងហេមុនតាមជាឆាតដល់ចូលខោខ្ញុំឥឡូវចូលដល់ផេកជាទៀតណាការក្នុងប្រទេសគាត់លឺខ្ញុំថាមេចាស់ហ្នឹងចោតទៀតណាហើយអរគុណច្រើនណាស់ដែលជាហើយមួយទៀតខ្ញុំសូមពេលនេះទូហើយអរគុណច្រើនណាស់អត់អាហារខ្ញុំយកពាក្យទៅសម្រាប់ជាបន្តហើយពិសេសគឺរដ្ឋាភិបាលគួរតែពិចារណាពីយើងដឹងហើយរឿងនេះមិនមែនជារឿងលៀបពណ៌ចាតែមានគាត់តែទៅសួរនាំរឿងទឹកលិចហើយអីក៏យកគាត់ទៅដាក់រយៈពេល1ឆ្នាំវាជារឿងមួយដើម្បីបំផាត់ស្មារតីអ្នកដែលហ៊ានតស៊ូមតិតែប៉ុណ្ណឹងអញ្ចឹងយើងឃើញហើយនេះជារឿងលៀបពណ៌ហើយយើងឃើញហើយថាយុទ្ធធម៌នៅណាសម្រាប់គុំបង្កក់ក៏ដូចជាសហគមន៍ផ្សេងណាហើយឥឡូវហ្នឹងគឺមានចាក់រហូតដល់ទៅពិសោធន៍វាយធ្វើបាបទៀតអញ្ចឹងសេរីភាពសូមការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាហ្នឹងវាបានស្លាប់ហើយពេលយើងអត់ឃើញថាពួកយើងអត់មានបានហើយមានជាអ្នករងហើយមកមានជាអ្នករងនេះតែគេចាស់ណាកាមិនខ្លួនមានខ្ញុំមកតែគាត់ថាឥឡូវនេះគាត់ដឹងថាធូរព្រះអើយគឺតែវាយសុំឡើងស្មាបាត់ដៃចង់រៃសឹងមិនដាច់ការជាអូខឹងឡើងទេឡើងទេបានជានាងវិញក៏ជាអូខេបែកក្បាលចូលទេប្រងគ្រាអូយជីវិតដៃខ្លួនហើយគង់គុំបំណាពី
ราโรลีเป็นตีขมีสอชมไปขมายเตยลงเนี่ยเวลาเมตตาตั้งครีจักษามาพบเลยมาเดินเรียกไม่ได้นักโน้ยเดินเงาเรื่อยแต่สองครูจีcon áo châu lấy con chỗ là kia hay con đái với con là con đủ kia ra nhìn cả người đó mà nhìn hai con mà chưa mất thì giờ làm con dẫn công trạng với các họ bây giờ cùng một mấy con con tay với tay đến đây bạc qua đến bạc và khi chúng ta cóฉันติดปราภาทำวิธีการต่อไปเรื่อยๆบนมาติดการต่อไปนั่นอีกตัวเองนาติดตัวคนหายเขาบุกครบลงมาตัวทุกนาติดตัวไปมาแล้วตัวอะไรเองเป็นตัวพระโมที่ต่อไปเจ็บตาออกจากนึกดีข้างรารุณีดีชมไปก็ไม่ได้สอนได้ไม่รักมีตาแต่เพลงกับสายมันต้องเดินบัดเดินเปลี่ยนไปดับนวลมีน้ำตาลุ่มเลยวิ่งไปวิ่งเลยยืนเตยเตยสองครัวจีให้มีการกินของฉบับจับปีเปลี่ยนไปทางเตยให้การบินไทยสดสมบอกมูลไม่ตาช่วยชาติในขนมมิเซงบอกยงบอกชาติขนมคอมเมนต์ชาติจูนได้โปรยเมียนวงพร้อมเรียกว่าของฉบับเขาจะมีไปหมดใครก็ต้องมีการเห็นตัวจัดส่งว่าจะมีบอกลงหลายจักรโรคบาลที่ไปหนึ่งนี้สมิตาช่วยบ้างนะจังยังต้องออกคนต้องไปด้วยนั่นให้คนไปหรือไอ้คนพระเจ้าใส่กี่คนพระเจ้านี่ส่งงานสลักมวยพนอเจ็ดคนตัวคนพระเจ้าไม่เน้นดิสโก้สิบเลยแต่คนไปสร้างตำแหน่งคนพระเจ้าคือคนการยกยังทำได้เนี่ยได้ลืมบ้างฮัลโหลเนี่ยปลาอัดดันกินเยอะไว้ไอ้ลุยเยอะการโจมการเราคนใดนะโดยที่เดี๋ยวเปรย์สังขนมมาเต้าที่ยกคนเราละปูนมุกปูนมุกติดได้เพราะว่าดอเลยไอ้ว่าปูนนี่แหละจะปูนมุกใส่ละไอ้บินดูประมาณติดหนึ่งยูโรกระไรมันได้ดำทาเปรย์สังมาเต้าใบร้อยไซส์$เปรย์มือมาเต้า$100ไซส์ใจ1 มิลลิเปรย์สัง1 มิลลิยืนออกเดียบองปูนเดินมันดังคลุ้นมวยปอนนี่ผมพูดโดยจริงนะผมปอนเจ้าผมปอนนี่จังยืนออกเดียแต่บองปูนออกกันไม่บองร้อไง